Ok nào khán giả đôi tài nào khán giả bàn an nơi lựa chọn nó chươngในវីដេអូនេះអញ្ចឹងគឺខ្ញុំចាប់ដើម challenge ខ្លួនឯងក្នុងការធ្វើវីដេអូរយៈពេល30ថ្ងៃដែលមកអង្គុយនិយាយជាមួយនឹងកាមេរ៉ានេះជារៀងរាល់ថ្ងៃសម្រាប់ហេតុផលដែលខ្ញុំធ្វើ challenge នេះដោយសារតែខ្ញុំចង់ឲ្យខ្ញុំការនិយាយហើយនឹងការធ្វើវីដេអូខ្ញុំបានខ្លាចជាទម្លាប់ហើយនឹងធ្វើបានជាប្រចាំហើយណាមួយទៀតគឺដោយសារតែខ្ញុំជា creator អញ្ចឹងខ្ញុំមានបញ្ហាមួយក្នុងការនិយាយជាមួយនឹងកាមេរ៉ាខ្ញុំអត់សូវមានអារម្មណ៍ខ្លួនឯងហ្នឹងគឺអត់សូវ confident ហើយមានអារម្មណ៍ថាការនិយាយជាមួយនឹងកាមេរ៉ាវាអត់សូវ natural ដោយអ្នកគ្នាបានដឹងហើយយើងនិយាយជាមួយមនុស្សវាផ្សេងទៅពេលយើងនិយាយជាមួយនឹងកាមេរ៉ាយើងមានអារម្មណ៍ថាវាដូចជានិយាយជាមួយរបស់អញ្ចឹងអាការនិយាយហ្នឹងមានអារម្មណ៍ថាដូចរៀងតាក់ខុសពីមនុស្សនិយាយទៅ real ខុសពី real មនុស្សហ្នឹងហើយសម្រាប់ខ្ញុំការនិយាយជាមួយនឹងកាមេរ៉ាវាមិនមែនជារឿងលំបាកអីប៉ុន្តែអឺវាអាចជាឧបសគ្គខ្លះដែរនៅពេលដែលខ្ញុំចេញទៅខាងក្រៅពេលមានមនុស្សច្រើនអីហ្នឹងពេលខ្លះនិយាយរហូតនឹកអីភ្លេចអស់លេងហើយពេលខ្លះទៀតឃើញខ្ញុំធ្វើវីដេអូជាប្រចាំប្រហែលជាខ្ទង់យូរហើយជា content creator ហ្នឹងច្រើនឆ្នាំហើយតែខ្ញុំពីច្រើនសេ script សម្រាប់ការនិយាយដែលវីដេអូនីមួយៗហ្នឹងគឺនិយាយច្បាស់ចំទៅលើ topic ឬក៏ចំណុចដែលខ្ញុំចង់បង្ហាញហ្នឹងប៉ុន្តែខ្ញុំអត់សូវបានធ្វើវីដេអូលក្ខណៈបែប freestyle អត់បានត្រៀមទុកមុនឬក៏និយាយឆៅអត់មាន script ចឹងទេអញ្ចឹងសម្រាប់ការ challenge នេះគឺខ្ញុំចង់ពង្រឹងឬក៏ធ្វើឲ្យវាល្អជាងមុនក្នុងការនិយាយបែប speaking ទៅលើជាមួយនឹងកាមេរ៉ាបែបហ្នឹងហើយសម្រាប់ហេតុផលហេតុអីបានខ្ញុំជ្រើសយក30ថ្ងៃមិនជ្រើសយក7ថ្ងៃឬក៏អាយុជាងហ្នឹងរហូតដល់1ឆ្នាំដោយសារខ្ញុំគិតថា challenge នេះយើងធ្វើ30ថ្ងៃវាសមរម្យបើសិនជាយើងចង់ធ្វើរឿងអីមួយឲ្យខ្លាយទៅជាទម្លាប់របស់យើងហ្នឹងខ្ញុំគិតថាខ្ទង់30ថ្ងៃហ្នឹងគឺសមរម្យល្មមហ្មងហើយណាមួយខ្ញុំឃើញនៅស្រុកគេធ្វើខ្ទង់30ថ្ងៃហ្នឹងដែរមានអ្នកខ្លះមួយដែលគេធ្វើលក្ខណៈដល់1ឆ្នាំអញ្ចឹងណាតែខ្ញុំគិតថាធ្វើ30ថ្ងៃសមរម្យសម្រាប់ខ្ញុំហើយខ្ញុំគិតថាវាអាចជួយឲ្យខ្ញុំនិយាយបានល្អជាងមុនច្រើនក្នុងរយៈពេល30ថ្ងៃហ្នឹងហើយណាមួយ30ថ្ងៃហ្នឹងវាអាចធ្វើឲ្យយើងបង្កើតជាទម្លាប់មួយធ្វើឲ្យខ្លួនយើងអាចនិយាយជាមួយកាមេរ៉ាជាបានជាធម្មតាខ្ញុំគិតថា30ថ្ងៃសមរម្យហើយខ្ញុំគិតថាបន្ទាប់ពីខ្ញុំធ្វើ challenge នេះទៅអ្វីដែលខ្ញុំចង់បានពីការ challenge នេះគឺខ្ញុំចង់និយាយជាមួយនឹងកាមេរ៉ាឲ្យបានធម្មជាតិជាងមុនហើយការនិយាយហ្នឹងឲ្យច្បាស់ចំនឹងចំណុចជាងមុនដោយសារតែខ្ញុំអត់ចង់សរសេរ script ទុកមុនទៀតទេហើយណាមួយខ្ញុំត្រូវចេញទៅថតអីនៅក្រៅ vlog អីច្រើនអញ្ចឹងការនិយាយភ្លាមគឺល្អហើយទី2ខ្ញុំគិតថាខ្ញុំចង់ពង្រឹងខ្លួនឯងតាក់ទងទៅនឹង confidence ហើយឲ្យនិយាយខ្លួនឯងនៅខាងក្រៅនៅខាងអីហ្នឹងឲ្យមានអារម្មណ៍និយាយទៅប្រើហ្មងកុំឲ្យរៀងអត់ដែរដប់ហើយរហ័សអីចឹងតែពេលយើងនិយាយវាយូរធ្វើវាជាប់ចឹងទៅវាប្រកាសជារលូនជាងមុនដែរត្រូវអត់ហ្នឹងហើយអាហ្នឹងអីដែលខ្ញុំគិតចំណុចហ្នឹងហើយអីដែលពិសេសជាងគេគឺខ្ញុំចង់បង្រឹងទៅលើបែប storytelling នៅពេលដែលខ្ញុំចង់និយាយរឿងអីមួយទៅនរណាគេម្នាក់គឺខ្ញុំចង់ពង្រឹងធ្វើម៉េចឲ្យនិយាយទៅវាតាក់ទាញគេចាប់អារម្មណ៍ចង់ស្ដាប់អញ្ចឹងនៅពេលដែលខ្ញុំធ្វើ content តាក់ទងទៅនឹងមិនថាបរិញ្ញាគេផ្ដល់ជា advice អីឬក៏ដើរលេងទៅណាទៅនៃលក្ខណៈកាយដើរលេងអីចឹងហ្នឹងហើយគឺខ្ញុំអាចនិយាយចំហ្មងហើយអាចនិយាយពី story អាច sharing ទៅលើចំណុចអីផ្សេងហ្នឹងវាបានច្បាស់ជាងអ្នកស្ដាប់វាអាចតាក់ទាញពួកគាត់ជាងចឹងហ្នឹងហើយណាមួយវាធ្វើឲ្យខ្ញុំអត់សូវគិតច្រើនក្នុងការ say script ពេលដែល say script វាគិតច្រើនមកតង់ហើយដែល say ហើយនៅអាន script នឹងឡើងមកវិញវាអត់ធម្មជាតិនិយាយទៅអញ្ចឹងខ្ញុំបង្កើតអាហ្នឹងហើយសម្រាប់ rule ក្នុងការ challenge មួយនេះគឺខ្ញុំនឹងធ្វើវីដេអូប្រហែលជាខ្ទង់ពី5ទៅ10នាទី
គឺខ្ញុំព្យាយាមនិយាយឲ្យបានក្នុងអំឡុងពេលប៉ុណ្ណឹងហើយសម្រាប់ការ editing វិញគឺខ្ញុំ edit ឲ្យ simple បំផុតតាមដែលអាចធ្វើបានគឺខ្ញុំអត់កាត់ទេកន្លែងណាដែលខុសឬក៏និយាយតាក់ឬក៏អីចឹងគឺខ្ញុំទុកនៅទាំងអស់ដើម្បីយើងផ្ទៀងមើលពីការនិយាយពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃទី30របស់ខ្ញុំតើមានអ្វីខុសប្លែកគ្នាខ្លាំងទៅលើចំណុចណាខ្លះតើវាបានជួយធ្វើ improve ឲ្យខ្ញុំល្អជាងមុនដែរឬអត់អញ្ចឹងគឺខ្ញុំទុកទាំងអស់គឺអត់កាត់ទេសម្រាប់វីដេអូហើយបន្ទាប់មកទៀតសម្រាប់ editing ហ្នឹងគឺខ្ញុំអត់មានដាក់ B-roll អីច្រើនទេគឺតែមួយ shot ហ្នឹងគឺយកតែម្ដងគឺខ្ញុំអត់មាននិយាយខុសទៅរិចភាសាទៀតទេដូចឥឡូវខ្ញុំកំពុងនិយាយអញ្ចឹងបើទោះបីខ្ញុំនិយាយតាក់ឬក៏ខុសច្រើនប៉ុណ្ណាក៏ដោយគឺខ្ញុំគឺត្រូវតែយក clip មួយហ្នឹងហើយខ្ញុំត្រូវតែផុស clip មួយហ្នឹងចូលទៅក្នុង YouTube ទៀតអាហ្នឹងគឺជា rule ហើយបន្ទាប់មកទៀតខ្ញុំអត់ខ្វល់ជាមួយនឹងអ្នកមើលបានន័យថាចំនួនអ្នកមើលប្រហែលក៏បានដែរព្រោះអានេះគឺជា challenge របស់ខ្ញុំអញ្ចឹងខ្ញុំអត់ focus លើចំនួនអ្នកមើលទេបើទោះបីជាផុសទៅមានអ្នកមើលច្រើនឬក៏តិចអីទៅតាមនឹងចុះហ្នឹងហើយអីដែលខ្ញុំចង់បានគឺខ្ញុំបាន mention ប្រាប់អ្នកនរគ្នាហើយគឺចំណុចទាំងប្រហែលហ្នឹងបើជានិយាយស្មោះត្រង់ទៅខ្ញុំរៀងភ័យដែរក្នុងការធ្វើ challenge នេះដោយសារតែខ្ញុំធ្វើការងារពេញម៉ោងហើយមកធ្វើអាហ្នឹងជារាល់ថ្ងៃ challenge ទៀតតែធ្វើមិនទេដោយសារតែខ្ញុំជា content creator free time នៅលក្ខណៈ habit ហ្នឹងហើយអញ្ចឹងខ្ញុំចង់ challenge នេះបើសិនជាគេ content creator full time អីគេធ្វើ challenge នេះជោគជ័យអាហ្នឹងវាមួយហើយអាហ្នឹងវាល្អហើយប៉ុន្តែបើសិនជាខ្ញុំជាមនុស្សដែលរវល់ជាមួយ full time ហើយខ្ញុំធ្វើ challenge នេះបានសម្រាប់ទៀតអាហ្នឹងបានន័យថាវាកាន់តែខ្លាំងចឹងណាហើយធ្វើបានកាន់តែមានមោទនភាពចំពោះខ្លួនឯងតែម្ដងហើយអីដែលខ្ញុំបារម្ភមួយទៀតខ្ញុំគិតថាអាចប្រហែលជាអ្នកដទៃអាចមើលមកកាសនិយាយរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងពេលខ្លះមានកំហុសខុសឆ្គងអីប្រហែលជាអាចមានគេអាច judgment ទៅតាមនឹងដែរអាហ្នឹងប្រហែលជាខ្ញុំអាចភ័យតិចតួចដែរហ្នឹងហើយដោយសារតែខ្ញុំ share វីដេអូនេះទៅលើ public អញ្ចឹងវាអាចជួបទៅកាន់ដល់មនុស្សច្រើនអញ្ចឹងវាអាចតិចតួចអីវាអាចនៅតែប៉ះអញ្ចឹងហ្នឹងហើយសម្រាប់ challenge នេះសំខាន់ជាងគេគឺតាក់ទងទៅនឹងធ្វើម៉េចមកថតវីដេអូនេះជារាល់ថ្ងៃអាហ្នឹងជាចំណុចដែលពិបាកជាងគេហើយបើយើងធ្វើបានអានេះគឺជាចំណុចដែល goal នៃ challenge មួយនេះដែរហើយអញ្ចឹងខ្ញុំមាន topic ជាច្រើនក្នុងការ challenge នេះខ្ញុំបាន list topic ដែលត្រូវនិយាយ30រួចហើយនិយាយទៅរួចរាល់ហើយពី topic ទី1រហូតដល់ topic ទី30ហ្នឹងខ្ញុំដាក់ topic ខ្លួនឯងទៅលើប្រធានបទនីមួយៗទៅតាមថ្ងៃហើយមកដល់ថ្ងៃខ្ញុំត្រូវតែនិយាយប្រធានបទហ្នឹងទៅតាមអ្វីដែលខ្ញុំ set ហ្នឹងអញ្ចឹងសម្រាប់ប្រធានបទទី1នេះគឺជាការបើកក្បាលនៃការ challenge របស់ខ្ញុំអញ្ចឹងបើសិនជាគ្នាតាមដាន challenge មួយនេះអូខេយើង start ពីទី1នេះទៅអញ្ចឹងកុំភ្លេចចុច like ឬក៏ follow ដើម្បីមើលទៅលើការ challenge នេះរហូតដល់ថ្ងៃទី30ហើយអញ្ចឹងអរគុណអ្នកនរគ្នាខ្ញុំក៏ដូចជាអត់មានអីនិយាយបន្ថែមទៀតដែររងចាំមើលលទ្ធផលទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃហើយខ្ញុំនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអូខេអរគុណច្រើនបាយបាយ